កាលពីថ្ងៃសៅរ៍ម្សិលមិញនេះមានភ្លៀងមកមេធំកាត់ព្រឹកហ្មងនៅខាងស្វាយរៀងហើយធ្វើឲ្យក្តាមហើយនឹងត្រីនឹងចាប់ផ្ដើមចេញមកនេះក្តាមចេញពីរូងចេញរកកន្លែងទម្លាក់កូនហើយក្តាមខែហ្នឹងកូននៅពេញពោះតែម្ដងខ្ញុំចាប់យកមកដល់ផ្ទះចាប់ផ្ដើមក្លុកកូនហ្នឹងឲ្យទម្លាក់ទៅក្នុងដៀទោះវានៅបន្តពូជទៀតហើយយកមេវាហ្នឹងយកមកចាប់ផ្ដើមបុកស្លហ្នឹងប៉ុន្តែនេះគឺជាសកម្មភាពក្នុងវីដេអូមួយចំនួនដែលខ្ញុំដើរចាប់ក្តាមតាមវាលស្រែនៅពេលរសៀលពេលដែលមេឃភ្លៀងរាំងមកហើយក្តាមយើងឃើញក្តាមសិតកូនទាំងអស់ពេញពោះក្តាមចេញពីរូងមកច្រើនក្តាមច្រើនណាខ្លះនៅក្នុងទឹកចាប់ផ្ដើមរាវចាប់ហើយក្តាមហ្នឹងខ្ញុំនឹងយកទៅប្រឡែងមានកូនយើងក្លុកឲ្យកូនវារុះចេញពីមេវាទៅយកទៅមេបានហើយទោះវានៅបន្តពូជបន្តទៀតវាចេញតាមអាដីស្រែគេភ្ជួរហើយក៏ចេញឯបព្រឹសស្រែហ្នឹងវាដោយសាររូងក្តាមច្រើនអញ្ចឹងវាចេញមកចាប់ដើមវាលស្រែសិតក្តាមសបោះបើថាខែផ្សាយដាក់ម៉ោងតាក់អីជាប់សិតក្តាមហ្មងវាលស្រែហ្នឹងសិតក្តាមឲ្យឃើញក្មេងៗដើរចាប់បានច្រើនខ្ញុំក៏ដើរចាប់តាមក្មេងដែរទៅក្មេងគេដើររមុនខ្ញុំចាប់ដើមដើររកក្រោយប៉ុន្តែខ្ញុំដើរឆ្ងាយក្មេងគេដើរជិតផ្ទះខ្ញុំដើរឆ្ងាយបានច្រើនដែរក្តាមធំខ្លះធំខ្លះទូចអញ្ចឹងទៅដើរស្លឹងឃើញគៀបដៃក្តាមគៀបឈឺសមិញត្រូវវាគៀបប្រមាណក្តាមដែរសិតតកូនលើកឡើងមួយណាក៏កូនឲ្យតែក្តាមទេលើកលែងតែក្តាមឈ្មោលវាឡើងអែបភ្លឺស្រែដោយសារវាកាយរូងនៅភ្លឺស្រែពេលភ្លៀងមកវាចេញពីខាងក្រៅរូងមកនៅអែបភ្លឺស្រែហ្នឹងដើរឃើញស្លាស់អាស្រែគេភ្ជួរហើយអញ្ចឹងសិតតកូនទាំងអស់ហ្មងតាមខ្លះរត់លឿនណាចាប់ដើរចាប់តា1ម៉ោងជាងបានប្រហែលជា50-60ក្រាមភ្លៀងច្រើនដែរសមិញមានទឹកដក់ភ្លៀងកាត់ព្រឹកហ្មងសមិញថ្ងៃសៅរ៍សិតពងក្តាមខ្លះរុកចេញពីស្រែមកមើលដើរតាមវាស្រែខ្វះទេបងប្អូនព្រោះបែកូនក្មេងក៏ដើររកឃើញក្តាមហ្នឹងហើយនេះចាប់យកទៅស្លជូរខួរក្តាមបងប្អូនណាចូលចិត្តអីឆ្ងាញ់ណាបងប្អូនជាមួយបន្លែស្រែជូរខួរក្តាមវាចេញពីរូងមកចឹងមកចាប់បានសារវាចេញពីរូងមករកទម្លាក់កូនរកកន្លែងទឹកទម្លាក់កូនខ្លះមកចេញមកអត់ទាន់មានទឹកដក់នៅក្នុងស្រែហ្នឹងវានៅអញ្ចឹងយើងដើរចាប់យកមកដល់ផ្ទះចាប់ដើមយកវាទៅក្លុកនៅក្នុងទឹកធន់វាហើយយកទៅជះដាក់ក្នុងទឹកដៀក៏កូនវាចូលទៅនៅក្នុងទៅខ្លះក៏ចេញមករកមានកន្លែងទឹកកន្លែងណាមានដក់ទឹកអញ្ចឹងវាចេញមករកទម្លាក់កូនខ្លះទម្លាក់បានខ្លះហ្នឹងនេះចាប់ដើមទម្លាក់បើកមាត់បើកនេះសន្ទះកូនវាខាងក្រោមហ្នឹងកំពុងទម្លាក់ខ្លះវីដេអូមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងអស់គ្នា